ទស្សនិកជនជាទីមេត្រីបាទដូចជាខ្ញុំលើកឡើងអំបញ្ញមិញអញ្ចឹងថាក្រោយពីសង្គ្រាមរវាងកម្ពុជាថៃបានស្ងប់បាទដោយមានបទឈប់បាញ់បាទក៏ប៉ុន្តែអ្វីដែលយើងនៅតាមដានហើយប្រជាជនកម្ពុជាឃើញហើយនៅមិនពេញចិត្តបាទនៅទង្វើរបស់ទាហានថៃបាទចូលមកបំផ្លិចបំផ្លាញនៅទ្រព្យសម្បត្តិរបស់ប្រជាជនកម្ពុជាយើងបាទមិនថារបស់របរអ្វីទេដែលយើងឃើញឥឡូវយើងទាំងអស់គ្នាមើលតាមវីដេអូទៅថាតើទាហានថៃនៅក្នុងវីដេអូនេះធ្វើសកម្មភាពមកលើទ្រព្យសម្បត្តិប្រជាជនកម្ពុជានឹងយ៉ាងណាបាទយើងឃើញហើយថាទាហានដែលមកបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាជនកម្ពុជាគឺជាទាហានដែលដូចជាមិនមានច្បាប់ទម្លាប់តែសោះបាទហើយថៃអួតក្តែងនៅលើពិភពលោកទៅលើឆាកអន្តរជាតិថាទាហានរបស់ខ្លួននឹងគឺជាទាហានដែលមានវិន័យបាទមានការសិក្សាល្អបាទតែអ្វីដែលបង្ហាញទៅលើឆាកអន្តរជាតិឬបង្ហាញនៅតាមវីដេអូដែលយើងកំពុងតែមើលទាំងអស់គ្នានេះបាទទស្សនិកជនទាំងអស់មើលទាំងអស់គ្នាបាទខ្ញុំមិនបាច់និយាយរ៉ាយរ៉ាប់អីច្រើនទេយើងមើលបណ្ដើរស្ដាប់បណ្ដើរថាតើទង្វើការធ្វើរបស់ទាហានថៃមកលើភូមិរបស់ផ្ទះប្រជាជននោះជាយ៉ាងណាបាទមានការចូលមកបាញ់កំទេចបាទដោយកំរោលតែម្ដងបាទមិនត្រឹមតែបាញ់តែប៉ុណ្ណោះទេបាទបើករថក្រោះបុកឬបើកឡានបុកក៏មានដែរបាទហើយមិនត្រឹមតែប៉ុណ្ណោះបើសិនជាជួបឬបើសិនជាឃើញទ្រព្យសម្បត្តិអ្វីផ្សេងអំពីផ្ទះសម្បែងនោះគឺមានការយកមានការនិយាយទៅដូចជាអ្នកដែលក្រហាយអ្នកដែលចង់បានទ្រព្យសម្បត្តិបាទរបស់ប្រជាជនកម្ពុជាយើងបាទខ្ញុំឃើញហើយខ្ញុំហួសចិត្តតែម្ដងថាតើអ្នកដែលអួតក្តែងនិយាយក្តែងថាទាហានរបស់ខ្លួនមានវិន័យមានអីហ្នឹងក៏ប៉ុន្តែក្នុងវីដេអូនេះបង្ហាញឲ្យឃើញថាទាហានរបស់ថៃហ្នឹងมันមានវិន័យទាល់តែសោះបាទមានវិន័យក៏ប៉ុន្តែវិន័យក្នុងការឆក់យកទ្រព្យសម្បត្តិបំផ្លាញទ្រព្យសម្បត្តិបាទហើយយើងមើលទាំងអស់គ្នាទៅថាតើក្នុងវីដេអូនេះប្រជាជនកម្ពុជាហើយប្រជាជនទូទាំងពិភពលោកមិនត្រឹមតែប៉ុណ្ណោះទេសូម្បីតែប្រជាជនថៃខ្លះដែលមើលឲ្យហួសចិត្តតែម្ដងបាទមិនត្រឹមតែប្រជាជនទេសូម្បីតែលោកម្នាក់ដែលមានឈ្មោះបោះសម្លេងបាទគឺលោកប្រវិតបាទជាសាស្ត្រាចារ្យឬជាថ្នាក់ដឹកនាំរបស់ខៅសុតម្នាក់បាទបានសរសេរក្នុង Facebook របស់គាត់បាទហើយឲ្យរដ្ឋាភិបាលប្រម៉ែប្រមូលបាទទ្រព្យសម្បត្តិដែលទាហានថៃទៅប្លន់ទៅយកមកហ្នឹងដើម្បីប្រគល់ទៅឲ្យប្រជាជនកម្ពុជាវិញបាទដោយឥតលក្ខខណ្ឌបាទបើមិនដូច្នោះទេមុខមាត់របស់ប្រទេសថៃលើឆាកអន្តរជាតិនឹងមានការខ្មាស់គេជាមិនខានបាទតែឥឡូវនេះគង់បែបលុបមិនទាន់ទេតាមមើលបាទក្នុងវីដេអូមានការផ្សព្វផ្សាយបាទយើងគិតថាវីដេអូឥឡូវហ្នឹងមានការផ្សព្វផ្សាយមានការចែករំលែកបាទលឿនមែនទែនបាទធ្វើឲ្យកងទ័ពរបស់ថៃនឹងមានការអាម៉ាស់យ៉ាងខ្លាំងបាទហើយថ្នាក់ដឹកនាំរបស់កងទ័ពថៃហ្នឹងក៏ចាប់ផ្ដើមហាមឬដាក់បំរាមទៅលើកងទ័ពឬអ្នកដែលផ្សព្វផ្សាយទាក់ទងនឹងការដែលទាហានរបស់ថៃទៅធ្វើសកម្មភាពផ្សេងដូចជាទៅរឹបអូសដូចជាទៅបំផ្លាញបាទហើយមិនត្រឹមតែប៉ុណ្ណោះសោតអ្វីដែលយើងខ្ញុំជាប្រជាពលរដ្ឋកម្ពុជាហើយខ្ញុំគិតថាប្រជាជនកម្ពុជាទូទាំងពិភពលោកទាំងអស់នឹងទទួលយកមិនបានគឺមានទាហានថៃមួយនាក់បាទដែលដុតបាទរូបបិយប័ត្ររបស់កម្ពុជាយើងបាទក្នុងនោះមានសម្ដេចតាបាទរូបសម្ដេចតាហើយបាទនិយាយត្រង់ទៅគឺរូបបិយប័ត្ររបស់កម្ពុជាយើងបាទហើយមិនត្រឹមតែប៉ុណ្ណោះទៀតក្នុងវីដេអូបង្ហាញឃើញថាទាហានថៃបានជន់ឈ្លីនៅរូបបច្ច័យលក្ខរបស់សម្ដេចតាផងដែររឿងនេះឲ្យធ្វើឲ្យប្រជាជនកម្ពុជាសូម្បីតែខ្ញុំជាអ្នកអធិប្បាយក្នុង
សារព័ត៌មានមួយឃើញហើយដូចជាមិនពេញចិត្តហើយមានការអន់សម្ពុនចិត្តយ៉ាងខ្លាំងទៅលើរូបភាពដែលទីហ៊ានថៃធ្វើមកលើកម្ពុជាបាទទស្សនិកជនជាទីមេត្រីបាទទោះបីជាសកម្មភាពរបស់កងទ័ពរបស់ថៃដែលធ្វើមកលើភូមិឋានរបស់ប្រជាជនហើយបំផ្លិចបំផ្លាញនៅទ្រព្យសម្បត្តិរបស់ប្រជាជនយ៉ាងណាក៏ដោយក៏ប៉ុន្តែការនឹកគិតអ្វីដែលខ្លួនឯងធ្វើមកលើកម្ពុជាដូចជាមិនមានតតែសោះបាទមិនត្រឹមតែប៉ុណ្ណោះវាបែរទៅជាហូរកញ្ជ្រៀវសបាយក្អាស់ក្អាយថតរូបបង្ហាញពីអត្តចរិតដែលមិនសមជាកងទ័ពដែលមានវិន័យដូចអ្វីដែលប្រទេសថៃបានអះអាងថាកងទ័ពរបស់ខ្លួនមានវិន័យមានកម្រិតវប្បធម៌ល្អបាទឥឡូវយើងមិនបាច់និយាយអីច្រើនទេយើងមើលទៅតាមវីដេអូទៅដឹងហើយថាតើអ្វីដែលថ្នាក់ដឹកនាំកងទ័ពរបស់ថៃនិយាយឬលើកឡើងហ្នឹងវាផ្ទុយនឹងសកម្មភាពរបស់កងទ័ពថៃឬវាដូចអ្វីដែលថ្នាក់ដឹកនាំរបស់កងទ័ពថៃនិយាយបាទនេះជារឿងមួយដែលមើលឲ្យហួសចិត្តតែម្ដងបាទមិននឹកស្មានថាប្រទេសស៊ីវិល័យប្រទេសដែលស៊ីវិល័យប្រទេសដែលជឿនលឿនមានកងកម្លាំងប្រដាប់អាវុធហ៊ានធ្វើសកម្មភាពដល់ថ្នាក់ហ្នឹងបាទមិនត្រឹមតែឈ្លានពានមកលើកម្ពុជាទេក៏ប៉ុន្តែមកធ្វើសកម្មភាពមកឆក់មកប្លន់មកវាយកំទេចបាទសំបីតែម៉ូតូកង់ឡានអីអ្វីផ្សេងក៏យកទៅដែរបាទមិនត្រឹមតែប៉ុណ្ណោះឥឡូវខ្ញុំនិយាយឲ្យវាអស់តតែចោះបាទដូចជាមនុស្សដែលគេថារោគចិត្តតែម្ដងបាទសំបីតែអាវក្នុងរបស់ស្ត្រីនឹងក៏យកមកថតបង្ហោះយកមកបង្ហាញបានន័យថាអ្នកកំពុងធ្វើអ្នកដូចមិននឹកឃើញថាបដាយរបស់អ្នកជាស្ត្រីប្អូនស្រីរបស់អ្នកជាស្ត្រីយាយរបស់អ្នកក៏ជាស្ត្រីដែរអ្នកត្រូវតែគិតថាអ្នកកំពុងតែធ្វើអ្នកកំពុងតែបង្ហាញគឺបង្ហាញពីអត្តចរិតរបស់អ្នកទៅលើឆាកអន្តរជាតិថាអ្នកមិនមានវិន័យអ្នកមិនមានការរៀនសូត្រមិនមានការចេះដឹងតតែសោះនេះជារឿងមួយដែលអន្តរជាតិមើលឲ្យមានការងឿងឆ្ងល់យ៉ាងខ្លាំងថាតើប្រទេសដែលអួតក្តែងថាប្រទេសនេះមានប្រទេសស៊ីវិល័យប្រទេសដែលប្រកាន់ភ្ជាប់នៅប្រជាធិបតេយ្យហេតុអ្វីបណ្ដោយឲ្យទីហ៊ានរបស់ខ្លួនធ្វើមកលើកម្ពុជាយ៉ាងដូចនេះបាទទស្សនិកជនយើងមើលហើយហួសចិត្តតែម្ដងបាទហួសចិត្តត្រង់ណាហួសចិត្តដែលខ្លួនឯងធ្វើមកលើកម្ពុជាហើយអត់មានគិតថាខ្លួនឯងកំពុងតែប្រព្រឹត្តអ្វីនោះទេវាបែរទៅជាសបាយក្អាស់ក្អាយថតវីដេអូបង្ហោះបង្ហាញឲ្យពិភពលោកបានដឹងក៏ប៉ុន្តែផ្ទុយពីនោះគឺបង្ហាញអំពីអត្តចរិតរបស់ខ្លួនទៅវិញបាទបង្ហាញថាការសិក្សារបស់ទីហ៊ានការសិក្សារបស់ប្រជាពលរដ្ឋដែលមកធ្វើទីហ៊ានហ្នឹងការអប់រំគឺខ្ញុំគិតថាវាជារឿងមួយសំខាន់បាទក៏ប៉ុន្តែអ្វីដែលធ្វើសកម្មភាពកំពុងតែធ្វើឬធ្វើទៅហើយដែលនៅក្នុងវីដេអូដែលយើងឃើញទាំងអស់នេះបង្ហាញថាអ្នកអន់ខ្សោយក្នុងការអប់រំបាទទស្សនិកជនជាទីមេត្រីបាទខ្ញុំនិយាយនេះមិនមែនមានកំហឹងអ្វីទេតែខ្ញុំនិយាយក្នុងការមើលឃើញខ្ញុំនិយាយក្នុងកំហឹងរបស់ប្រជាពលរដ្ឋរបស់យើងមិនថាប្រជាពលរដ្ឋមិនថាថ្នាក់ដឹកនាំមិនថានរណាទេឲ្យតែប្រជាពលរដ្ឋកម្ពុជារស់នៅក្នុងប្រទេសកម្ពុជាឬនៅកន្លែងណាលើសកលលោកក៏ដោយបាទឃើញសកម្មភាពឃើញការប្រព្រឹត្តឃើញការធ្វើផ្សេងដាក់ភូមិឋានរបស់កម្ពុជាមិនត្រឹមតែប៉ុណ្ណោះវត្តអារាមបាទក៏មានការវាយកំទេចដែរបាទហើយថ្មីនេះកងកម្លាំងកងទ័ពរបស់ថៃបានកំទេចបាទរូបបដិមាមួយបាទរូបពិស្ណុដែលជាតំណាងឲ្យព្រះព្រហ្មញ្ញសាសនាបាទរឿងនេះធ្វើឲ្យប្រជាជនឥណ្ឌាដែលកាន់ព្រហ្មញ្ញសាសនាមិនមានការមិនពេញចិត្តតតែសោះបាទមានការតវ៉ាមានការជជែកវែកញែកក្នុង social media ផ្សេងហើយក៏មានការស្ដីបន្ទោសទៅលើពលទាហានឬទាហានដែរបាទអ្នកដែលបំភ្លេចបំផ្លាញលើរូបបដិមាដែលកំពុងតែឈរកំពុងតែញញឹមសួរថាតើរូបបដិមាដែលកំពុងតែឈរញញឹមនឹងគាត់មានកំហុសអី
បាទហេតុអ្វីបានទៅបំភ្លេចបំផ្លាញអ្នកចោទថាកន្លែងនឹងជាទឹកដីរបស់អ្នកតែអ្នកមិនបានគិតថាកន្លែងដែលអ្នកកំពុងតែបំផ្លាញនោះជាទឹកដីរបស់កម្ពុជាទេបាទទស្សនិកជនជាទីមេត្រីបាទបើយោងតាមលោកប្រវិតដែលខ្ញុំលើកឡើងបាញ់មិញគឺលោកនៅតែដាក់បន្ទុកទៅលើរដ្ឋាភិបាលរបស់ប្រទេសថៃថាសូមឲ្យរដ្ឋាភិបាលរបស់ថៃនឹងប្រម៉ែប្រមូលទ្រព្យសម្បត្តិដែលទាហានរបស់ថៃរឹបអូសឬទៅបំភ្លេចបំផ្លាញឬទៅប្លន់ទៅវាយយកដោយម្ចាស់គេមិនបានឲ្យឬទៅយកដោយចេតនាបាទសូមប្រគល់ជូនមកប្រជាពលរដ្ឋកម្ពុជាវិញបាទបើមិនដូច្នោះទេមុខមាត់របស់ប្រទេសថៃនឹងអាម៉ាស់នៅលើឆាកអន្តរជាតិបាទនេះទៅតាមនេះគឺជានេះបើយោងតាមเพจផ្លូវការរបស់លោកប្រវិតដែលជាមនុស្សម្នាក់នៅក្នុងសារព័ត៌មានគឺលោកជាអ្នកប្រជាធិបតេយ្យបាទថ្នាក់ដឹកនាំរបស់ខោសុតមួយបាទតែងតែមានមតិឬមានសម្ដីឬមានការនិយាយវែកញែកនៅលើเพจរបស់លោកជាបន្តបន្ទាប់បាទរឿងនេះបានធ្វើឲ្យអ្នកនយោបាយថៃមួយចំនួនមានការមិនពេញចិត្តទៅលើទង្វើរបស់ទាហានថៃបាទមិនត្រឹមតែទាហានតូចៗទេសូម្បីតែទាហានធំមានយស័ក្តិក៏ប្រជាជនថៃឬអ្នកនយោបាយប្រកាន់ភ្ជាប់នៅប្រជាធិបតេយ្យនៅតែមិនពេញចិត្តហើយនៅតែមានការទទូចឲ្យរដ្ឋាភិបាលដឹកនាំដោយលោកអនុทินឆានវីរគុណដែលកំពុងតែស្ដីទីនៅក្នុងពេលនេះបាទសូមឲ្យបញ្ឈប់ឬសូមឲ្យបញ្ឈប់ការលួចប្លន់ទ្រព្យសម្បត្តិរបស់ប្រជាជនកម្ពុជាបាទហើយមិនត្រឹមតែប៉ុណ្ណោះហើយសូមឲ្យទាហានទាំងអស់រក្សានៅសណ្ដាប់ធ្នាប់នេះអ្វីដែលប្រជាជនថៃហើយនឹងអ្នកនយោបាយថៃស្នើបាទក៏ប៉ុន្តែអ្វីដែលផ្ទុយអំពីអ្នកនយោបាយឬប្រជាជនថៃគឺទាហានដែលនៅឈរជើងទន្ទ្រានមកឈ្លានពានមកលើកម្ពុជានៅតែប្រព្រឹត្តបាទមិនត្រឹមតែប៉ុណ្ណោះមិនត្រឹមតែមានការប្រព្រឹត្តដោយអ្វីដែលខ្ញុំលើកឡើងទេបាទមានការឈូសឆាយហើយបង្កើតលានដ្ឋាននៅក្នុងភូមិរបស់កម្ពុជាទៅទៀតបាទនេះបើតាមអ្វីដែលយើងមើលទៅតាមវីដេអូផ្សេងៗដែលទាហានថៃថតបង្ហោះដើម្បីបង្ហាញថាខ្លួនឯងកំពុងតែប្រព្រឹត្តនៅសកម្មភាពផ្សេងៗមកលើភូមិឋានរបស់ប្រជាជនកម្ពុជាបាទទស្សនិកជនជាទីមេត្រីបាទក្នុងប្រធានបទមួយដែលក្តៅដែលខ្ញុំបាទលើកឡើងអំពីសកម្មភាពរបស់ទាហានថៃទន្ទ្រានឈ្លានពានលួចឆក់ប្លន់វាយកំទេចទ្រព្យសម្បត្តិរបស់ប្រទេសកម្ពុជាហើយរាយបលាលួសដើម្បីរារាំងមិនឲ្យប្រជាជនកម្ពុជាទៅផ្ទះរបស់គាត់បាទរឿងនេះយើងមើលហើយយើងឃើញហើយយើងមានអារម្មណ៍ក្តុកក្តួលជាប៉ុនពេកបាទมันអាចគណនាបានมันអាចពណ៌នាបានបាទដោយសារតែទាហានឈ្លានពានរបស់ថៃធ្វើមកលើកម្ពុជាយ៉ាងមិនមានវិជ្ជាជីវៈជាទាហានទាល់តែសោះបាទទស្សនិកជនទាំងអស់ជាទីមេត្រីបាទសម្រាប់ការលើកឡើងប្រធានបទមួយដែលនិយាយតាក់ទងនឹងការឈ្លានពានរបស់ទាហានថៃមកលើដែនអធិបតេយ្យរបស់កម្ពុជាហើយបំភ្លេចបំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាជនកម្ពុជាបាទយើងខ្ញុំជាប្រជាពលរដ្ឋមិនអាចទទួលយកបានតទៅសោះបាទទស្សនិកជនជាទីមេត្រីបាទឥឡូវយើងមកដល់ពេលវេលាដែលមានកំណត់ហើយបាទយើងខ្ញុំនឹងវិលមកជួបបងប្អូនទស្សនិកជនជាថ្មីម្ដងទៀតនៅវីដេអូក្រោយបាទបើមានកំហុសខុសឆ្គងយ៉ាងណាសូមបងប្អូនមេត្តាខន្តីអភ័យទោសហើយសូមបងប្អូនមេត្តាចុច Subscribe ឲ្យមេដៃឬ Comment សួរនៅព័ត៌មានផ្សេងៗដើម្បីជាកម្លាំងចិត្តដល់យើងខ្ញុំទាំងអស់គ្នាក្រុមការងារ RT ទាំងអស់គ្នាបាទសង្ឃឹមថាបងប្អូននឹងផ្ដល់នៅកម្លាំងចិត្តដល់យើងខ្ញុំទាំងអស់គ្នាបាទបើមានកំហុសខុសឆ្គងយើងខ្ញុំម្រាមដៃ10សូមអោនលំទោនគ្រប់លាពីចម្ងាយបាទសូមអរគុណបាទជំរាបលាបាទ